បាទជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះយើងនឹងនិយាយអំពីសុវត្ថិភាពនៅលើ Telegram អញ្ចឹងTelegram គឺពេញនិយមខ្លាំងមែនទែនសម្រាប់បងប្អូនយើងនៅក្នុងការធ្វើការក៏ដូចជាការទំនាក់ទំនងប្រចាំថ្ងៃហើយការបាត់គណនី Telegram ក៏កើតមានច្រើនដែរអញ្ចឹងវីដេអូនេះយើងនឹងអឺធ្វើការពង្រឹងសុវត្ថិភាពនៅក្នុង Telegram ក៏ដូចជាការកំណត់ setting ផ្សេងៗនៅក្នុង Telegram ធ្វើម៉េចដើម្បីឲ្យវាកាន់តែមានសុវត្ថិភាពជាងមុនអូខេអញ្ចឹងដើម្បីចូលទៅកំណត់នៅ setting ផ្សេងៗយើងចូលទៅកាន់ Telegram មកហើយយើងនៅពេលដែលបងប្អូនអត់ទាន់កំណត់ setting អីទេអញ្ចឹងយើងចូលមកឃើញប្លែងបែបនេះបាទនេះគឺ chat របស់យើងជំហានទី1គឺយើងចូលទៅបិទ auto download អូខេអញ្ចឹងហេតុអីបានជាយើងចាំបាច់បិទ auto download គឺដើម្បីទី1សន្សំសំចៃទិន្នន័យអ៊ីនធឺណិតទី2កុំឲ្យfile ឬក៏ឯកសារផ្សេងៗដែលយើងមិនត្រូវការហ្នឹងវាចូលមកក្នុងទូរស័ព្ទដៃរបស់យើងក៏ដូចជាពេលខ្លះវាមានមេរោគអីវា auto download ចូលទូរស័ព្ទដៃរបស់យើងករណីយើងចូលទៅទស្សនា channel ឬក៏ក្រុមផ្សេងៗអញ្ចឹងទៅអញ្ចឹងយើងបិទ auto download ដើម្បីការពារសុវត្ថិភាពផងក៏ដូចជាសន្សំសំចៃល្បឿនអ៊ីនធឺណិតរបស់យើងផងបាទយើងចូលទៅកាន់ data and storage អញ្ចឹងវានឹងឃើញបើកកន្លែង auto media download នេះយើងបិទមកបាទបិទមកអញ្ចឹងករណីហ្នឹងលុះត្រាតែករណីបងប្អូនចាំបាច់ត្រូវការប្រើ auto download អាហ្នឹងបងប្អូនចូលមកបើកមកអូខេចឹងកន្លែងនេះ save to gallery ចឹងយើងបិទដែរមកបើសិនជាបងប្អូនឃើញបើយើងបិទដែរមកដើម្បីកុំឲ្យវា save auto save រូបភាពចូលទៅក្នុង gallery របស់យើងចូលក្នុងទូរស័ព្ទដៃរបស់យើងអូខេអញ្ចឹងកន្លែងហ្នឹងគឺប៉ុណ្ណឹងហើយតើតើមួយ dish and network នេះបងប្អូនអាចចូលទៅមើលក្នុងហ្នឹងបានបងប្អូនអាចចូលទៅ clear cache បានដើម្បីសន្សំសំចៃ space ករណីឃើញច្រើនអញ្ចឹងណាហ្នឹងហើយប៉ុន្តែបើសិនជាករណីតិចតួចទេអត់អីទេអានេះ data usage នេះគឺជាប្រវត្តិនៃការប្រើប្រាស់របស់យើង data យើងចំណាយអ៊ីនធឺណិតរបស់យើងហ្នឹងទៅលើអ្វីខ្លះអូខេអញ្ចឹងបន្ទាប់ពីយើងបិទ auto download ហើយយើងចូលទៅក្នុង privacy and security ដើម្បីបើកនៅការផ្ទៀងផ្ទាត់ពីជំហានរបស់យើងដែលគេហៅថា two step verification ហ្នឹងនេះបាទខាងលើនេះ security មាន two step and verification ហ្នឹងបងប្អូននឹងឃើញពាក្យថា off អញ្ចឹងយើង on វាមកអូខេចុចលើវាមកបន្ទាប់មកចុច set password អញ្ចឹងយើងនឹងបង្កើត password ថ្មីមានន័យថានៅពេលដែលយើង log in ទៅគណនី Telegram របស់យើងបញ្ចូលលេខទូរស័ព្ទហើយ Telegram ផ្ញើលេខកូដមកយើងម្ដងហើយអត់អាចចូលបានទេត្រូវការបញ្ចូល password នេះមួយទៀតទើបយើងអាច log in ចូល Telegram របស់យើងអញ្ចឹងធ្វើឲ្យវាកាន់តែមានសុវត្ថិភាពជាងមុនអញ្ចឹងណាអូខេអញ្ចឹងយើងបង្កើត password មកដើម្បីឲ្យងាយស្រួលចាំចឹងបងប្អូនអាចចុចមើលបានដើម្បីចុចរូបសញ្ញាភ្នែកនេះដើម្បីមើលលេខកូដចឹងណាហ្នឹងហើយអូខេ re-enter បញ្ចូលលេខកូដនឹងម្ដងទៀតមកកន្លែងនេះវាត្រូវការឲ្យយើងដាក់ hint ហ្នឹងវាដូចជាពាក្យកន្លឹះអ្វីមួយចឹងនៅពេលដែលយើងភ្លេចលេខសម្ងាត់វានឹងសូរពាក្យកន្លឹះអីមួយបង្កប់ដើម្បីឲ្យយើងអាចនឹងរំលឹកចងចាំពាក្យសម្ងាត់របស់យើងអញ្ចឹងកន្លែងហ្នឹងយើងដាក់ក៏បានអត់ដាក់ក៏បានដែរតែសម្រាប់ខ្ញុំអត់ដាក់ទេអញ្ចឹងខ្ញុំ skip វាចោលអូខេកន្លែងនេះវាត្រូវការ email ដើម្បី recovery ករណីយើងភ្លេចលេខសម្ងាត់ដែលយើងបង្កើតមិញទៅយើងអាចឲ្យ Telegram send នៅលេខកូដទៅកាន់ email របស់យើងដើម្បី recovery គណនីរបស់យើងឡើងវិញអញ្ចឹងណាអញ្ចឹងខ្ញុំដាក់ email របស់យើងអញ្ចឹងបងប្អូនដាក់ email របស់បងប្អូនមកអញ្ចឹងណាអូខេបើ email របស់យើងមកចឹងកន្លែងនេះបើសិនជាបងប្អូនអត់ទាន់មាន email ទេអានឹងយើងត្រូវបង្កើត email មួយទៀតចឹងណាអូខេបន្ទាប់ពីយើងបញ្ចូល email ហើយ
Telegram នឹងផ្ញើលេខកូដ6ខ្ទង់ទៅកាន់ email របស់យើងហើយអញ្ចឹងយើងត្រូវតែចូលទៅកាន់ email យើងសិនអូខេអញ្ចឹងបងប្អូនចូលទៅ email មកអូខេបន្ទាប់មកយើងចុចនេះយើងនឹងឃើញហើយ Telegram ផ្ញើកូដមកអញ្ចឹងយើងចុចចូលទៅឃើញលេខកូដហើយ78 76 83អញ្ចឹងយើងមកបើក Telegram យើងវិញមក78 76 83អូខេយើងវាយមក78 76 83វាយឲ្យត្រូវមកទើបអាចចូលបានអូខេអញ្ចឹង Telegram នឹងបញ្ជាក់ថា password set អញ្ចឹងមានន័យថាយើងបានកំណត់នៅលេខកូដរបស់យើងហើយគឺការផ្ទៀងផ្ទាត់ពីជំហានរបស់យើងហ្នឹងគឺយើងបានដាក់យកជ័យហើយអូខេអញ្ចឹងចាប់ពីពេលហ្នឹងទៅគឺនៅពេលដែលបងប្អូន log in ចូលគណនី Telegram គឺវានឹងតម្រូវឲ្យយើងបញ្ចូលនៅ password ដែលយើងបានដាក់នឹងម្ដងទៀតអូខេអញ្ចឹងវាធ្វើឲ្យគណនីរបស់យើងសុវត្ថិភាពជាងមុនហើយជំហានបន្ទាប់ទៀតនោះតើតើមួយ passcode lock កន្លែងនេះបងប្អូនដាក់ក៏បានឬក៏មិនដាក់ក៏បានជាជំរើសណាមានន័យថាបើសិនបើបងប្អូនខ្លាចគេយកទូរស័ព្ទរបស់យើងស្គាល់លេខកូដបើកទូរស័ព្ទរបស់យើងហើយគេចូលមើល Telegram របស់យើងបងប្អូនអាចចាក់ passcode lock នេះមក passcode lock នេះនៅពេលដែលយើងបើក app Telegram វាតម្រូវឲ្យយើងបញ្ចូលនៅ passcode lock ហ្នឹងមួយទៀតទើបអាចបើក Telegram បានអញ្ចឹងកន្លែងនេះគឺខ្ញុំអត់ដាក់ទេដោយសារតែទូរស័ព្ទរបស់ខ្ញុំមាន password ដើម្បីចូលទូរស័ព្ទខ្ញុំបានត្រូវការ password ឬក៏ scan កញ្ចក់ដៃអញ្ចឹងខ្ញុំអត់ដាក់ passcode lock នឹងមកតង់ទៀតទេគួរកុំឲ្យវាស្មុគស្មាញអញ្ចឹងណាអូខេអញ្ចឹងប៉ុណ្្នឹងឯងសម្រាប់ការដាក់ security ហើយបន្ទាប់មកកន្លែងdevice នេះ device អញ្ចឹង device នេះកន្លែង device នេះគឺជាកន្លែងដែលយើងពិនិត្យមើលថាតើគណនីរបស់យើង Telegram របស់យើងនឹងត្រូវបានប្រើដោយឧបករណ៍ណាខ្លះអញ្ចឹងជាទូទៅបើសិនជាបងប្អូនសង្ស័យថាគណនីបងប្អូនត្រូវបានគេយកអញ្ចឹងបងប្អូនគ្រាន់តែចូលមកកន្លែង device ហ្នឹងមកអញ្ចឹងនឹងឃើញហើយថាគណនីរបស់យើងមានឧបករណ៍ណាខ្លះកំពុងតែប្រើអញ្ចឹងករណី account របស់ខ្ញុំនេះគណនីរបស់ខ្ញុំនេះគឺមានតែទូរស័ព្ទខ្ញុំទេគឺ Honor 400អូខេអញ្ចឹងអត់មានបញ្ហាអីទេអញ្ចឹងពេលខ្លះបងប្អូនប្រើច្រើនឧបករណ៍ទៅ4 5ឧបករណ៍បងប្អូននឹងឃើញហើយឃើញឧបករណ៍ច្រើននៅលើហ្នឹងអញ្ចឹងណាហើយបើសិនជាយើងចង់ដកឧបករណ៍ណាចេញយើងអាចចុចហើយយើងយកពាក្យ terminate អញ្ចឹងពេលហ្នឹងនឹងដាច់ចេញពីឧបករណ៍ហើយអញ្ចឹងវាសុវត្ថិភាពដែរអញ្ចឹងករណីបងប្អូនសង្ស័យថាគណនីទៅបានគេ hack គេអីអញ្ចឹងទៅបងប្អូនចូលមកកន្លែងឧបករណ៍ហ្នឹងហើយចុចផ្ដាច់វាចេញមកអូខេអញ្ចឹងកន្លែង device ហ្នឹងគឺប៉ុណ្ណឹងហើយយើងបន្តទៅកន្លែង privacy កន្លែង privacy នេះគឺយើងការពារនៅទិន្នន័យរបស់យើងកុំឲ្យគេមើលឃើញអញ្ចឹងណាឧទាហរណ៍ថាដោយលេខទូរស័ព្ទនឹងចោះអញ្ចឹងជា default កន្លែងនេះពេលយើងចូលមកយើងឃើញ phone number ហ្នឹងគឺ everyone អញ្ចឹងមានន័យថាអ្នកណាក៏មើលឃើញលេខទូរស័ព្ទរបស់យើងដែរអញ្ចឹងយើងអាចកំណត់ឧទាហរណ៍ថាយើងចង់ឲ្យតែអ្នកដែលយើង contact ជាមួយយើង add ចូល contact បានអាចមើលលេខទូរស័ព្ទយើងបានអញ្ចឹងយើងអាចដាក់មកឬមួយក៏យើងអត់ចង់ឲ្យអ្នកណាគេឃើញទេអូខេអញ្ចឹងយើងអាចដាក់ nobody មកតែសម្រាប់ខ្ញុំសម្រាប់ my contact គឺបានឲ្យមើលលេខទូរស័ព្ទបានព្រោះកាលណា my contact មានន័យថាតើខ្ញុំ add contact ហើយបានអាចមើលឃើញលេខទូរស័ព្ទខ្ញុំបានអញ្ចឹងណាអូខេអញ្ចឹងកន្លែង last seen online នេះអញ្ចឹងកុំឲ្យគេឃើញថាយើង online ឬក៏អត់អញ្ចឹងទៅកន្លែងនេះខ្ញុំអត់បិទទេហើយទៅទៅមួយ profile photo បើសិនជាបងប្អូនអត់ចង់ឲ្យគេឃើញ profile photo យើងទេយើងអាចបិទមកអូខេឬមួយក៏អ្នកណាដែលជា contact របស់យើងឲ្យឃើញក៏បានដែរអញ្ចឹងណាអូខេអញ្ចឹងសម្រាប់ខ្ញុំអត់ចង់ឲ្យគេឃើញ profile photo ទេគឺខ្ញុំដាក់ថា nobody អូខេហើយចុច tick មកអូខេតើតើមួយ forward message ដូចគ្នាអត់ចង់ឲ្យអ្នកណាគេ forward ឧទាហរណ៍ថាយើងផ្ញើសារទៅអ្នកណាម្នាក់ហើយយើងអត់ចង់ឲ្យអ្នកហ្នឹងគាត់ forward message យើងទៅអ្នកផ្សេងទេអញ្ចឹងយើងអាចបិទបានលុះត្រាតែអ្នក my contact អ្នកដែលយើង add ចូល contact ទើបអាច forward បានឬក៏អត់ឲ្យអ្នកណាគេ forward បានតោះតែសោះអូខេតែសម្រាប់ខ្ញុំអត់បិទទេខ្ញុំឲ្យអ្នកណាក៏អាច forward message ខ្ញុំបានដែរព្រោះខ្ញុំសាររបស់ខ្ញុំវាអត់មានសម្ងាត់អីទេអូខេcall ដូចគ្នាយើងអាចបិទ call បានលុះត្រាតែ contact របស់យើងទើបយើងឲ្យ call មកយើងចូលអីចឹងទៅឬក៏អត់ឲ្យមានអ្នកណា call ចូល
ប៉ុន្តែករណី nobody អញ្ចឹងអត់មានអ្នកណាខកចូលទេយើងអញ្ចឹងបើសិនជាបងប្អូនខ្លាចអ្នកណាមិនស្គាល់មុខអីទេមកអីយើងបងប្អូនអាចចូលទៅបិទកន្លែង my contact នេះបានអូខេអញ្ចឹងសម្រាប់ខ្ញុំដាក់ everybody អ្នកណា call មកក៏បានដែរអត់អីទេប៉ុន្តែគាត់ថាមើលដែរបើអត់ស្គាល់ក៏ពិបាកអត់លើកដែរអូខេអញ្ចឹងវាស្តៀងគ្នាដែរសម្រាប់ផ្សេងទៀតដូច birthday អី birthday របស់យើងអត់ចង់ឲ្យអ្នកណាគេឃើញ birthday របស់យើងទេចឹងយើងដាក់ nobody សម្រាប់ខ្ញុំអត់ឲ្យគេឃើញទេហើយ bio របស់យើងអី bio ហ្នឹងមានន័យថាប្រវត្តិសង្ខេបដែលយើងដាក់នៅលើគណនីរបស់យើងណាអញ្ចឹងបើសិនយើងអត់ចង់ឲ្យគេឃើញទេក៏យើងអាចដាក់ថា my contact ឬក៏ nobody my contact នោះតែជា contact របស់យើងបានអាចមើលឃើញអញ្ចឹងទៅអូខេខ្ញុំដាក់ my contact បានមើលឃើញអូខេ invite នេះយើងបិទកុំឲ្យគេចេះតែ add យើងចូល group ឬក៏ channel ផ្សេងបានណាអញ្ចឹងកាលណាយើងដាក់ nobody អ្នកណាក៏អត់អាច add យើងចូល channel ឬក៏ group ទេប៉ុន្តែបើសិនជាយើងដាក់ my contact អញ្ចឹងតើតែ contact របស់យើងទើបអាច invite យើងចូលក្នុង group ឬក៏ចូលទៅ channel ណាមួយបានប៉ុន្តែបើអ្នកទាំងអស់គ្នាដាក់ everybody ហ្នឹងអ្នកណាគេក៏ add បានដែរអញ្ចឹងកន្លែងនេះហានិភ័យដែរបងប្អូនព្រោះឥឡូវហ្នឹងគឺមានពេលខ្លះយើងគេចេះតែ add យើងចូលក្នុង group អីប្រទេសផ្ដាស់ច្រើនអញ្ចឹងណាអញ្ចឹងយើងអាចដាក់ជា my contact ឬក៏ nobody មកប៉ុន្តែយល់ល្អខ្ញុំគិតថាយើងដាក់ធ្វើ my contact ទៅមានន័យថាគាត់ជា contact របស់យើងគាត់អាច invite យើងចូលទៅក្នុង group អីបានដែរអូខេអញ្ចឹងខ្ញុំដាក់ my contact អញ្ចឹងប៉ុណ្ណឹងដូចជាបានច្រើនដែរហើយកន្លែង privacy and security នេះបានច្រើនដែរហើយអញ្ចឹងខ្ញុំចេញមកក្រៅវិញមានមួយទៀតតកតងជាមួយនឹង notification ចាំមើលខ្ញុំរកកន្លែង notification នេះបងប្អូនកន្លែង notification នេះយើងអាចកំណត់ទៅកុំឲ្យ notification វាញញ៉ៃពេកអញ្ចឹងណាឧទាហរណ៍ថា channel យើងអត់ចង់ឲ្យកាលណាមាន activity អី message អីថ្មីនៅលើ channel យើងអត់ចង់ឲ្យមាន notification មករំខានយើងទេអញ្ចឹងអាហ្នឹងក៏យើងបិទបានដែរហើយតើតើមួយ group បើសិនបើយើងអត់ចង់ឲ្យ notification នៅក្នុង group ណាមករំខានយើងទេនេះថាយើងអាចបិទចោលបានប៉ុន្តែករណីនេះបើសិនជាបងប្អូនបិទទាំងអស់បិទកន្លែងហ្នឹងគឺមានន័យថា group ទាំងអស់គឺអត់មាន notification មកបងប្អូនទេអញ្ចឹងអានេះវាហានិភ័យដែរខ្លាចគេលោកមាន message ណាចាំបាច់នៅក្នុង group អីយើងអត់ដឹងអញ្ចឹងណាអញ្ចឹងបងប្អូនបើកមកតែទៅមួយ channel អាហ្នឹងបងប្អូនអាចបិទទៅតាមតម្រូវការជាក់ស្ដែងហើយកន្លែងនេះកន្លែង background នេះនៅលើ app របស់យើងនៅលើ icon របស់យើងវាមាន load ចំនួន message ប្រមាណនេះប្រមាណអាហ្នឹងយើងអាចបិទបើកបានអូខេអាចបិទបើកបានគេតើតងមួយ sound នេះហ្នឹងបងប្អូនអាចបិទបើកបានទៅតាមតម្រូវការជាក់ស្ដែងប៉ុន្តែកន្លែងដែលចាំបាច់ហ្នឹងគឺតែតើតងមួយកន្លែង security នេះទេដែលយើងជជែកគ្នាមុនហ្នឹងណាហ្នឹងហើយអូខេអញ្ចឹងប្រហែលចំណុចនេះគឺដើម្បីពង្រឹងនៅសុវត្ថិភាពគណនី Telegram របស់យើងបងប្អូនអញ្ចឹងបងប្អូន set ប៉ុណ្ណឹងទៅគឺអាចធានាបានគួរសមហើយតើតងមួយសុវត្ថិភាពគណនីរបស់យើងហើយនឹងយើងបកការមួយចំនួនទៀតតើតងមួយពេលដែលគេផ្ញើសារមកយើងតើតងមួយ file ផ្សេងៗហ្នឹងគឺយើងពិនិត្យមើលផងថា file ហ្នឹងជាប្រភេទអីចឹងណាឧទាហរណ៍ថា file ប្រភេទជា document ឬក៏រូបភាពអីចឹងទៅហ្នឹងវាអីទេប៉ុន្តែ file ខ្លះវាមានកន្ទុយជា .exe .bat អញ្ចឹងទៅអាហ្នឹងជា file ដែលសង្ស័យអញ្ចឹងបងប្អូនប្រុងប្រយ័ត្នសម្រាប់ការបើកអញ្ចឹងករណីយើងធ្វើទាំងអស់ហ្នឹងបានគឺយើងបកការគណនីរបស់យើងពីការបាត់បង់ហើយអូខេអញ្ចឹងមួយទៀតបើសិនបើបងប្អូនចង់តកតងមួយរៀបចំ chat ករណីនេះវាន័យថាគ្រប់ chat ទាំងអស់វានៅក្នុងតែក្នុង chat ទាំងមួយករណីយើងមាន chat ច្រើនវាពិបាកក្នុងការចូលទៅមើលអញ្ចឹងណាអញ្ចឹងបងប្អូនអាចមកកន្លែង setting មកហើយយើងអាចនឹងបង្កើត chat folder បានអូខេដូចករណីខ្ញុំនេះអត់ទាន់មាន chat folder ទេអញ្ចឹងយើងអាចមាន
ประกาศ folder ទៅហើយយើងដាក់ chat ណាដែលចាំបាច់ឧទាហរណ៍ថាយើងធ្វើការងារអញ្ចឹងទៅ chat តាក់ទងមួយការងារយើងដាក់មក folder អញ្ចឹងទៅឧទាហរណ៍អញ្ចឹងសម្រាប់ខ្ញុំឧទាហរណ៍ថាខ្ញុំចង់បង្កើត folder មួយសម្រាប់តែព័ត៌មានទេអញ្ចឹងខ្ញុំដាក់ news អូខេហើយខ្ញុំ add chat ចូលអញ្ចឹងហើយមាន fresh new មានក្រសួងព័ត៌មានមានឯកសារមន្ត្រីសាធារណៈមានchannel group របស់សម្ដេចអីអញ្ចឹងទៅខ្ញុំចុច text មកអូខេអញ្ចឹងមានន័យថាខ្ញុំ add chat 4ហ្នឹងគឺនៅក្នុង folder ព័ត៌មានហើយយើងអាចកំណត់ icon អីបានicon ជប់ដូចជាអាច set icon បាន set កន្លែងណាចេះប្រហែលជា set អត់បានទេនៅលើទូរស័ព្ទអញ្ចឹងចុច save មកគឺយើងបង្កើត folder មួយឲ្យឈ្មោះថា news អូខេអញ្ចឹងយើងចេញមកក្រៅវិញមកចូលមកកន្លែង chat នេះយើងនឹងឃើញ folder មួយឯនេះឈ្មោះថា news អញ្ចឹងចូលមកគឺមានតែ chat ទាំងប្រមាណដែលយើងបាន add ចូលហ្នឹងទេអូខេអញ្ចឹងជាទូទៅ Telegram សម្រាប់គណនី free មិនមែនជាគណនី premium ដូចជាបង្កើតបាន10 folder ចឹងបងប្អូនអាចបង្កើតហើយរៀបចំ chat ទៅតាមតម្រូវការជាក់ស្ដែងអញ្ចឹងទៅគឺយើងរៀបចំ Telegram របស់យើងឲ្យបានមានសណ្ដាប់ធ្នាប់ហើយស្រួលមើលហើយអូខេអញ្ចឹងសម្រាប់ការកំណត់នៅ setting ផ្សេងៗក៏ដូចជាការកំណត់ security setting ផ្សេងៗនៅលើ Telegram ហ្នឹងគឺខ្ញុំសូមចែករំលែកប៉ុណ្ណឹងហើយសង្ឃឹមថាវីដេអូនេះអាចជួយបងប្អូនឲ្យស្វែងយល់កាន់តែច្រើនបន្ថែមអំពីសុវត្ថិភាពនៅលើ Telegram អូខេអញ្ចឹងអរគុណច្រើនជួបគ្នាវីដេអូក្រោយ